ការរំលោភបំពានដែនសមុទ្រច្រើនទសវត្សរ៍នេះជំរុញឲ្យមានការលើកឡើងពីភាពចាំបាច់ដែលកម្ពុជាត្រូវផ្ដល់សច្ចាប័នអនុម័តយល់ព្រមលើច្បាប់សមុទ្រ UNCLOS ដើម្បីការពារដែនសមុទ្រនិងទាមទារត្រឡប់មកវិញរួមទាំងកោះត្រល់និងកោះកុដជាដើមដែលប្រទេសជិតខាងរំលោភយកអ្នកមានបទពិសោធន៍កិច្ចការព្រំដែនមកពីគណៈបកសង្គ្រោះជាតិលោកអ៊ុំសំអានបង្ហោះសារនៅលើបណ្ដាញសង្គមថាថ្មីនេះចៅក្រមអន្តរជាតិលោក Horinoshi និយាយចំបញ្ហាដែនសមុទ្រកម្ពុជាជាមួយប្រទេសជិតខាងសម្រាប់លោកអ៊ុំសំអានលោក Horinoshi និយាយថាកម្ពុជាគួរធ្វើសច្ចាប័នលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ UNCLOS ឆ្នាំ1982ដើម្បីអាចដោះស្រាយបញ្ហាដែនសមុទ្រនិងកោះកម្ពុជាដែលកំពុងមានជម្លោះជាមួយប្រទេសថៃនិងប្រទេសវៀតណាមលោកថាការស្នើរបស់គាត់ដោយមើលឃើញថាមានចំនួនបញ្ហាដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃជាពិសេសកោះកុដជាដើមការលើកឡើងរបស់លោក Horinoshi ធ្វើឡើងក្នុងពិធីមួយនៅសន្តាគារ Le Royal នៅភ្នំពេញកាលពីថ្ងៃទី18ខែមីនាឆ្នាំ2025សូមបញ្ជាក់ថាលោក Horinoshi ជាចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ International Tribunal for the Law of Sea ឬហៅកាត់ថា ITLOS ដែលជាអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជាសម្រាប់លោកអ៊ុំសំអាននិយាយថាបើរដ្ឋសភាកម្ពុជាផ្ដល់សច្ចាប័នអនុម័តយល់ព្រមលើច្បាប់សមុទ្រ UNCLOS រួចហើយកម្ពុជានឹងប្តឹងថៃនិងវៀតណាមទៅតុលាការអន្តរជាតិនោះកម្ពុជានឹងអាចឈ្នះយ៉ាងហោចណាស់ពាក់កណ្ដាលនៃកោះកុដដែនសមុទ្រត្រួតស៊ីគ្នាទំហំ 26000 គីឡូម៉ែត្រការ៉េពីថៃមកវិញនិងឈ្នះកោះត្រល់និងចង្កោមកោះក្រចកសេះដែនសមុទ្រ 30000 គីឡូម៉ែត្រការ៉េដែនសមុទ្រ 10000 គីឡូម៉ែត្រការ៉េពីវៀតណាមមកវិញដែរបញ្ហានេះលោកជំរុញឲ្យលោកហ៊ុនម៉ាណែតត្រូវធ្វើសច្ចាប័នលើច្បាប់សមុទ្រ UNCLOS ដើម្បីការពារដែនសមុទ្រព្រមទាំងកោះនិងប្តឹងថៃទៅតុលាការអន្តរជាតិករណីកោះកុដនិងដែនសមុទ្រត្រួតស៊ីគ្នាទំហំជាង 26000 គីឡូម៉ែត្រការ៉េនេះសម្រាប់លោកអ៊ុំសំអានឲ្យ VOD ដឹងបន្ថែមនៅថ្ងៃទី25មីនានេះថា UNCLOS គឺជាកិច្ចព្រមព្រៀងអន្តរជាតិដែលបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់រាល់សកម្មភាពមានជម្លោះដែនសមុទ្រនិងកោះហើយថាការផ្ដល់សច្ចាប័នលើអនុសញ្ញា UNCLOS នេះកម្ពុជាមានមូលដ្ឋានច្បាប់ច្បាស់លាស់ដើម្បីទាមទារចំណែកនៃកោះកុដនិងដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃនិងទាមទារកោះត្រល់ចង្កោមកោះក្រចកសេះនិងដែនសមុទ្រ 30000 គីឡូម៉ែត្រការ៉េពីវៀតណាមមកវិញច្បាប់សមុទ្រឆ្នាំ1982ហ្នឹង UNCLOS ហ្នឹងគឺយើងអាចប្តឹងថៃនិងប្តឹងវៀតណាមទៅកាត់តុលាការអន្តរជាតិហើយយើងអាចទាមទារយកយ៉ាងហោចពាក់កណ្ដាលនៃកោះកុដមកវិញហើយនឹងតំបន់ទូស៊ីគ្នាជាមួយថៃហ្នឹងចំនួន 26000 គីឡូម៉ែត្រការ៉េមកវិញហើយយើងក៏អាចទាមទារយកកោះត្រល់ពីវៀតណាមមកវិញទាមទារបានកោះកញ្ចក់សេះពីវៀតណាមមកវិញហើយទាមទារយកដែនសមុទ្រយើងចំនួន 30000 គីឡូម៉ែត្រការ៉េដែលវៀតណាមកំពុងគ្រប់គ្រងហ្នឹងបានមកវិញហើយក៏ទាមទារបានតំបន់ទឹកប្រវត្តិសាស្ត្រដែលគ្រប់គ្រងរួមជាមួយវៀតណាមហ្នឹងចំនួន 10000 គីឡូម៉ែត្រការ៉េមកវិញផងដែរបើសិនជារដ្ឋាភិបាលផ្ដល់សច្ចាប័នទៅលើច្បាប់សមុទ្រឆ្នាំ82គឺ UNCLOS ហ្នឹងជុំវិញបញ្ហានេះ VOD នៅមិនទាន់អាចតាក់ទងអ្នកនាំពាក្យរដ្ឋសភាលោកលេងបៃឡុងដើម្បីចង់ដឹងថាតើតំណាងរាស្ត្រជិត200នាក់ដែលម្នាក់ទទួលប្រាក់ខែ$5000មកពីការបង់ពន្ធរបស់រាស្ត្របានគិតគូរពីបញ្ហាបូរណភាពទឹកដីនេះដោយទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួលគណៈរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការកិច្ចការងារព្រំដែនលោកឡាំជាក៏មិនអាចតាក់ទងបានឡើយដែរយ៉ាងណាប្រធានរាជបណ្ឌិតសភាកម្ពុជារបស់រដ្ឋាភិបាលលោកបណ្ឌិតសុកទូចទទួលស្គាល់ថាច្បាប់សមុទ្រពិតជាមូលដ្ឋានការពារដែនសមុទ្រប៉ុន្តែថាបញ្ហាដែលកំពុងកើតឡើងកម្ពុជាអាចទប់ទល់បានច្បាប់វាបែបនឹងប៉ុន្តែទោះយ៉ាងណាក៏ដោយក៏ត្រូវតែការសមត្ថភាពរបស់យើងត្រូវពង្រឹងសមត្ថភាពខ្លួនយើងឲ្យបានរឹងមាំគេមិនហ៊ានប៉ះទេហើយយើងក៏អាចទប់ទល់នឹងស្ថានភាពបានដែរនេះជាការគិតរបស់ខ្ញុំទេបាទយ៉ាងណាសម្រាប់លោកអ៊ុំសំអានមេដឹកនាំកម្ពុជាគួរតែខ្មាស់អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជាលោក Horinoshi ដែលបានបង្ហាញតម្រុយនិងភស្តុតាងសំខាន់ដើម្បីការពារនិងទាមទារទឹកដីកម្ពុជាមកវិញលោកថាបើមេដឹកនាំគ្រួសារហ៊ុននៅតែមិនភ្ញាក់រលឹកគិតគូរពីបញ្ហាបូរណភាពទឹកដីទេនោះឆ្លុះបញ្ចាំងកាន់តែច្បាស់ថាមេដឹកនាំគ្រួសារហ៊ុនពិតជាក្បត់ឆន្ទៈរាស្ត្របំផ្លាញទឹកដីបម្រើមជ្ឈតាបរទេសសូមបញ្ជាក់ថាតកូលហ៊ុននេះទាំងឪទាំងកូននោះគឺអត់មានបំណងការពារដែនសមុទ្ររបស់យើងហើយនិងកោះរបស់យើងពីការឈ្លានពានពីសំណាក់ប្រទេសថៃនិងប្រទេសវៀតណាមនោះទេមានថាចង់កាត់កោះគុណនោះទៅឲ្យថៃដើម្បីឲ្យថៃជួយការពារអំណាចរបស់ខ្លួនចង់កាត់ដែនសមុទ្រយើងដែលជាតំបន់ទូតស៊ីគ្នា 26000 គីឡូម៉ែត្រការ៉េនោះទៅឲ្យថៃមួយទៀតមានថាគាត់ព្រមកាត់កោះត្រល់នោះឲ្យយួនទេព្រោះលោកហ៊ុនសែនកាត់កោះត្រល់ឲ្យយួនឆ្នាំ82តែតាមទិសតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ1982អញ្ចឹងគាត់មានបំណងណាស់ទៅទាមទារកោះត្រល់មកវិញក៏កញ្ចក់សែនក៏គាត់កាត់ឲ្យឆ្នាំ82ទៅឲ្យយួនដែរយ៉ាងណាមេដឹកនាំបកកណ្ដាលអំណាចលោកហ៊ុនសែនធ្លាប់បដិសេធជំវិញការចោទប្រកាន់ថាការដឹកនាំរបស់លោក
មិនបានធ្វើឲ្យបាត់បង់ទឹកដីកម្ពុជាទៅប្រទេសជិតខាងដោយការចោទប្រកាន់នោះទេយើងទទួលយកបាននៅការចោទប្រកាន់ណាទាំងអស់ជាមួយនឹងអ្វីដែលយើងបានធ្វើដើម្បីផលប្រយោជន៍ជាតិរបស់យើងវាទៅជាសហព័ន្ធឥណ្ឌូចិនវាទៅជាអីតំបន់ត្រីកោណឥណ្ឌូចិនអ្នកខ្លះថាជាត្រីកោណមាសវាឈួតពេកហើយបើសិនឈួតតែឯងទៅកំណំគេឈួតដោយឡែកប្រធានក្រុមឃ្លាំមើលកម្ពុជាលោកម៉ាណាតនិយាយថាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS ឆ្នាំ1982នេះដើរតួនាទីសំខាន់សម្រាប់បណ្ដាប្រទេសនៅលើពិភពលោកដែលកំពុងមានជម្លោះដែនសមុទ្រនិងប្រជុំកោះជាមួយប្រទេសជិតខាងលោកបន្តថាជាក់ស្ដែងករណីជម្លោះដែនសមុទ្រវៀតណាមជាមួយចិននិងហ្វីលីពីនជាមួយចិនជាដើមគេតែងយកអនុសញ្ញា UNCLOS ឆ្នាំ1982នេះដើម្បីដោះស្រាយនិងជៀសវាងបង្កសង្គ្រាមជាដើមការនេះលោកយល់ថាវាលំមដល់រដ្ឋសភាកម្ពុជានិងមេដឹកនាំកម្ពុជាគួរអនុវត្តផ្ដល់សច្ចាប័នអនុសញ្ញា UNCLOS ឆ្នាំ1982នេះដើម្បីការពារនិងទាមទារដែនសមុទ្រឬប្រជុំកោះកម្ពុជាមកវិញកម្ពុជាចាំបាច់ណាស់ត្រូវតែផ្ដល់សច្ចាប័នទៅលើច្បាប់សមុទ្រហ្នឹងរួមទាំងច្បាប់អន្តរជាតិដែលពាក់ព័ន្ធនានាហ្នឹងដើម្បីការពារបូរណភាពទឹកដីកម្ពុជាអាហ្នឹងជារឿងចាំបាច់ទី1ដែលរដ្ឋាភិបាលត្រូវតែធ្វើត្រូវតែនឹកឃើញមុនគេអាហ្នឹងបើរដ្ឋាភិបាលហ្នឹងមានទស្សនៈស្រឡាញ់ទឹកដីជាតិក៏ប៉ុន្តែបើថាមិនព្រមផ្ដល់សច្ចាប័នទេធ្វើបង្ងើយកន្តើយទេអាហ្នឹងនិយាយយកទៅរួចពីមាត់ហើយភូតភរវិជាប្រវត្តិហើយទោះបីភូតភរយ៉ាងណាក៏ដោយក៏មេដឹកនាំលើក្រោយជំនាន់ក្រោយពីហ៊ុនម៉ាណែតហ៊ុនសែនហ្នឹងគេនឹងថ្កោលទោសរដ្ឋាភិបាលចាស់ហ្នឹងខ្លាចជារដ្ឋាភិបាលក្បត់ជាតិអាហ្នឹងត្រូវគិតអញ្ចឹងឲ្យមែនទេណារាជរដ្ឋាភិបាលគ្រូសាហ៊ុនដែលក្តោបអំណាចច្រើនទសវត្សរ៍ទៅនេះរងការរិះគន់ថាបានធ្វើឲ្យបាត់បង់ទឹកដីជាច្រើនទៅប្រទេសវៀតណាមទាំងដែនគោកនិងប្រជុំកោះមានទាំងកោះត្រល់ជាដើមរួមទាំងគម្រាមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញបើអង្គព្រះមហាក្សត្រហ៊ានជំទាស់ទៅនឹងមជ្ឈត្តការវៀតណាមលើទឹកដីតាមរយៈធ្វើឲ្យសន្ធិសញ្ញាព្រំដែនខុសច្បាប់រស់ឡើងវិញនៅឆ្នាំ2005នោះយ៉ាងណាបើតាមមាត្រា52នៃរដ្ឋធម្មនុញ្ញចែងថារាជរដ្ឋាភិបាលកម្ពុជាបដិញ្ញារក្សាការពារឯករាជ្យអធិបតេយ្យបូរណភាពទឹកដីអនុវត្តនយោបាយបង្រួបបង្រួមជាតិដើម្បីឯករាជ្យភាពជាតិដោយឡែកបើតាមក្រមព្រហ្មទណ្ឌមាត្រា440ចែងថាអ្នកធ្វើឲ្យបាត់បង់ទឹកដីទាំងស្រុងឬមួយផ្នែកទៅប្រទេសជិតខាងមានទោសក្បត់ជាតិត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតខ្ញុំបាទប៉ុលសម្បត្តិ VOD